Gen Y ហើយជាមួយនឹង Gen X ចាអញ្ចឹងតកតងជាមួយនឹងអត្តចរិតពួកគាត់បើនេះខ្ញុំតែងតែលើកពី leadership style តកតងជាមួយនឹងភាពបត់បែនក្នុងនាមយើងជាថ្នាក់ដឹកនាំមួយរូបជាជាងយើងព្យាយាមឲ្យម្នាក់ហ្នឹងគាត់ flexible មកលើយើងក្នុងនាមយើងជាថ្នាក់ដឹកនាំយើងត្រូវ understand ពី personality របស់បុគ្គលម្នាក់ហ្នឹងយើងត្រូវអានចិត្តរបស់គាត់ថាគាត់ចង់បានអីមកទីនេះគាត់មានតម្រូវការអីគេអត់អាចឲ្យពួកគាត់មកបាត់បែនជាមួយយើងនៅទីតាំងរបស់យើងបានទេអញ្ចឹងយើង understand ពី lead របស់គាត់ហើយយើងប្រើ leadership style របៀបម៉េចអ្នកខ្លះគាត់ចូលចិត្តរបៀប structural leadership style មានន័យថាមិនបាច់មក motivate គាត់ទេគាត់ motivate ទេអញ្ចឹងអ្នកឯងចង់បានអីគេលទ្ធផលអីដាក់មកអានេះគេហៅ structural leadership style មួយទៀតគាត់ត្រូវការ motivation ផងគាត់ត្រូវការការដឹកនាំរបស់យើងផងកាយគាត់ពី A ដល់ Z ធ្វើរបៀបម៉េចអញ្ចឹងយើងត្រូវ understand ថា style មួយណាដែលត្រូវជាមួយនឹងបុគ្គលម្នាក់ហ្នឹងយើងអត់អាចថាអត្តចរិតខ្ញុំអញ្ចឹងខ្ញុំជាលក្ខណៈគេហៅថា decisive decision making ល្អហើយខ្ញុំអត់សូវចូលចិត្តធ្វើការដោយប្រើអារម្មណ៍ខ្លាំងទេហើយយើងទៅធ្វើការមួយបុគ្គលម្នាក់ហ្នឹងធ្វើអត់បានជោគជ័យទេនៅក្នុងក្រុមគ្រួសារក៏ដូចគ្នាដែរបើសិនជាករណីថាឪពុកម្ដាយយើងអត្តចរិតខុសពីយើងហើយយើងត្រូវបត់បែនទៅតាមគាត់អត់អាច expect ថាគាត់នឹងមកធ្វើតាមយើងគ្រប់ពេលវេលាគ្រប់កលៈទេសៈទេលុះត្រាតែយើងជា follower យើងជាគេហៅថាអ្នកដើរតាមអានោះយើងអាចព្យាយាមធ្វើម៉េចមេនឹងត្រូវតែយល់ពីអត្តចរិតរបស់ខ្ញុំ